ជីវិតគឺមានសភាពដូចគ្នាទៅនឹងសៀវភៅមួយក្បាលអ្នកមិនអាចលោតរំលងចម្ពោះទាំងឡាយណាដែលអ្នកមិនពេញចិត្តនោះឡើយចម្ពោះខ្លះនៃជីវិតនឹងមានសភាពរំភើបញាប់ញ័រចម្ពោះខ្លះទៀតនឹងចូលមកលបងសមត្ថភាពនិងផ្លូវចិត្តរបស់អ្នកវាប្រកាសជាមានទំព័រខ្លះដែលបំពេញទៅដោយភាពរីករាយជាខណៈពេលដែលអ្នកប្រាថ្នាចង់ឲ្យវាស្ថិតស្ថេររហូតមិនចេះចប់មិនចេះហើយក៏មានចម្ពោះខ្លះទៀតមានភាពលំបាកវេទនាខ្លាំងរហូតដល់ថ្នាក់អ្នកបន់ស្រន់ចង់តែរំលងវាចោលភ្លាមៗប៉ុន្តែសាច់រឿងនៃជីវិតមិនមែនដំណើរការទៅតាមចិត្តដែលយើងចង់បានបែបនោះឡើយរកការប្រឈមមុខនឹងបញ្ហារកកំហុសឆ្គងនិងរកការឈឺចាប់បែកបាក់សុទ្ធតែជាចំណែកមួយក្នុងការចូលខ្លួនមកកសាងនិងសូនរូបបង្កើតជាអត្តសញ្ញាណពិតប្រាកដរបស់អ្នកហើយវាក៏ជាអ្នកជួយរៀបចំគ្រឹះសម្រាប់ចម្ពោះបន្តបន្ទាប់ដែលចិត្តនឹងឈានជើងចូលមកផងដែរសាច់រឿងនៃជីវិតនៅតែបន្តបោះជំហានទៅមុខជានិច្ចទោះបីជាអ្នកបានត្រៀមខ្លួនរួចរាល់ហើយឬមិនទាន់ត្រៀមក៏ដោយដូចនេះចូលរក្សាការអានសៀវភៅជីវិតបន្តទៀតចូលបើកទំព័រសៀវភៅនោះទៅមុខថ្មីជានិច្ចពីព្រោះថាចម្ពោះដ៏ល្អនិងអស្ចារ្យបំផុតមួយចំនួននៃសាច់រឿងរបស់អ្នកអាចនឹងកំពុងតែដេកសំងំរងចាំអ្នកនៅក្នុងចម្ពោះខាងមុខដែលអ្នកមិនទាន់បានធ្វើដំណើរទៅដល់នោះឡើយកុំបិទសៀវភៅជីវិតមួយក្បាលនេះលឿនពេកអីទំព័រដ៏សោកសៅនិងឈឺចាប់គង់តែនឹងត្រូវបញ្ចប់នៅថ្ងៃណាមួយមិនខានដរាបណាអ្នកនៅតែមិនព្រមបោះបង់ហើយបន្តបើកទំព័រជីវិតថ្មីជារៀងរាល់ថ្ងៃនោះអ្នកកំពុងតែផ្ដល់ឱកាសឲ្យខ្លួនឯងបានជួបប្រទះនៅពន្លឺនៃក្តីសង្ឃឹមនិងការផ្សំព្រេងដ៏ស្រស់បំព្រងដែលកំពុងរង់ចាំនៅខាងមុខជានិច្ច